ក្នុងពុទ្ធសាសនាយើងគណៈឃើញចំណុចមួយសំខាន់ដែលបរិស័ទទីគាត់ពីច្រើនគឺគាត់តែងតែមើលរំលងគឺការសមាធិយើងនិយាយអំពីពុទ្ធសាសនានេះសូម្បីតែព្រះសម្មាសម្ពុទ្ធបរមគ្រូនៃសត្វលោកហ្នឹងក៏ព្រះអង្គហ្នឹងត្រាស់ដោយធ្វើនៅសមាធិហ្នឹងដែរនមស្ការលោកចាស់ពីមើលទេសភាពនេះស្រស់ស្អាតអញ្ចឹងគាត់ថាជាឱកាសល្អនៅក្នុងការសន្ទនាធម៌អញ្ចឹងអាចសួរជាសំណួរទៅកាន់លោកចាស់ខ្លះអញ្ចឹងអាចចូលរួមនៅក្នុងការបកស្រាយបានអត់ទេលោកចាស់បើអាចប្រាប់ថាអាចបើអត់ក៏អត់អីដែរគណៈសមាសការអញ្ចឹងគណៈក៏ឃើញថាទស្សនវិជ្ជានេះសំគួរហើយក៏គណៈក៏មិនជាអ្នកពូកែខាងធម្មវិចារណាដែរតែគ្រាន់តែបើគុណម្ចាស់សួរឬក៏ឆ្ងល់កន្លែងណាដែរអាចនឹងគណៈដោះប្រស្នានឹងបានក៏គណៈនឹងដោះប្រស្នានឹងឲ្យដោយមិនទៅសៅមងកន្លែងណានោះក៏គុណម្ចាស់អាចនឹងសួរបានអញ្ចឹងក៏សួរតែម្ដងដើម្បីកុំឲ្យថាពេលយូរតែប៉ុន្តែក្នុងពុទ្ធសាសនាយើងគណៈឃើញចំណុចមួយសំខាន់ដែលពុទ្ធបរិស័ទទីគាត់ពីច្រើនគឺគាត់តែងតែមើលរំលងគឺការសមាធិតើការសមាធិវាមានអត្ថន័យយ៉ាងណាហើយគឺមានប្រយោជន៍ទីខ្លះសម្រាប់ព្រះសង្ឃផងពុទ្ធសាសនាឬក៏ជនទូទៅដែលគាត់ធ្វើជាងចាអាចមានជាចំណុចអីបន្ថែមនៅក្នុងការបកស្រាយសូមនិមន្តណាបើយើងនិយាយអំពីពុទ្ធសាសនានេះសូម្បីតែព្រះសម្មាសម្ពុទ្ធបរមគ្រូនៃសត្វលោកហ្នឹងក៏ព្រះអង្គហ្នឹងត្រាស់ដោយធ្វើនៅសមាធិហ្នឹងដែរហើយបើនិយាយអំពីសមាធិគឺបានទៅដល់ពុទ្ធបរិស័ទហ្នឹងច្រើនដែលយើងមិនអាចទៅលើកអំពីហេតុនោះអស់ទេតែគ្រាន់តែយើងលើកមកលម្អិតអំពីថាផលប្រយោជន៍នៃសមាធិទី1សមាធិនេះធ្វើឲ្យយើងហ្នឹងចិត្តស្ងប់រងាប់បើសម្រាប់នៅក្នុងពុទ្ធបរិស័ទគាត់សមាធិគឺគាត់នឹងមានចិត្តស្ងប់រងាប់មិនមានសេចក្តីទុក្ខមិនមានអីច្រើននោះទេព្រោះវាជាតួនៃសេចក្តីស្ងប់ហើយទី2នៅក្នុងធ្វើសមាធិនេះបានទ្រទ្រង់នៃធម៌បានដល់សិលសមាធិបញ្ញាបានទៅដល់ត្រៃសិក្ខា3បានទៅដល់ត្រៃលក្ខធម៌ទៀតណាដែលព្រះសម្មាសម្ពុទ្ធព្រះអង្គបែងចែកនៅព្រះវិន័យក្នុងគម្ពីរមួយហ្នឹងដូចជាអាត្មាគណៈក៏ភ្លេចដែរតែព្រះអង្គបែងចែក3នោះមានព្រះវិន័យព្រះសូត្រនិងព្រះអភិធម្មដែលព្រះសម្មាសម្ពុទ្ធហ្នឹងព្រះអង្គបានបែងចែកហើយអនុភាពនៃសមាធិនេះគឺទ្រទ្រង់នៃទាំង3ហ្នឹងទ្រទ្រង់នៃកម្មដ្ឋានទ្រទ្រង់នៅវិន័យពេលណាបើសិនជាបើយើងនិយាយអំពីភិក្ខុសង្ឃបើពេលណាយើងអត់បានធ្វើនៅសមាធិយើងអត់បានសម្រួមដល់សិលអញ្ចឹងសិលរបស់សាមណេរមានប្រមាណមាន10មានសេនេកៈមានបាណាមានសិក្ខាបទមានតនកម្មមានសេនេកៈហើយនឹងមានចិត្តរូបទាំងអស់ហ្នឹងវានៅក្នុងសមាធិហ្នឹងដែរទី2បើសិនជាភិក្ខុអត់បានធ្វើនៅសមាធិទេគឺអត់បានទ្រទ្រង់នៃបដិមោក្ខទេអត់ស្គាល់ថាអ្វីទៅដែលបដិមោក្ខអ្វីទៅដែលឥន្ទ្រីអ្វីទៅដែលសិលរបស់ខ្លួនព្រោះពេលណាដែលយើងសមាធិយើងបានស្គាល់ខ្យល់តកូលទាំងឡាយ4ទៀតគេមានខ្យល់វែងខ្យល់ខ្លីខ្យល់ល្អិតខ្យល់ទៅទឹងកាយខ្យល់ជាដើមហ្នឹងហើយអញ្ចឹងសួរថាចុះមូលហេតុអីបានជាពីច្រើនពុទ្ធបរិស័ទយើងចេះតែរំលងថាបានជាពុទ្ធសាសនាចេះតែធ្លាក់ចុះចេះតែអន់ថយគឺដោយសារតែខ្វះនៅសមាធិហ្នឹងហើយគឺខ្វះតម្កល់ចិត្តត្រង់ពេលណាយើងអត់មានការតម្កល់ចិត្តត្រង់ទេយើងអត់មានសេចក្តីជ្រះថ្លាទេយើងអត់បានយល់ធម៌ពិតទេធម៌ពិតលុះត្រាតែយើងនឹងតម្កល់ចិត្តហ្នឹងទៅរកទៅអោនលំទោនទៅរកធម៌ហ្នឹងបានធម៌ហ្នឹងកើតមកឲ្យយើងដូចយើងចង់បានផលមួយយើងចង់បានផលមួយដែលល្អយើងថាយើងព្រោះស្រូវយើងចង់បានឲ្យស្រូវនឹងល្អលុះត្រាតែយើងនឹងធ្វើវាយ៉ាងណាមិញក្នុងពុទ្ធសាសនាហ្នឹងចង់ឲ្យពុទ្ធបរិស័ទហ្នឹងគាត់ជ្រះថ្លាលុះត្រាអាស្រ័យភិក្ខុសង្ឃទាំងអស់ហ្នឹងធ្វើនៅសមាធិហ្នឹងទី1សមាធិនេះជួយទ្រទ្រង់ពុទ្ធសាសនាហើយនឹងជួយខ្លួនឯងទៀតតែពេលណាយើងអត់សមាធិយើងអត់ដឹងថាចិត្តយើងហ្នឹងប្រព្រឹត្តអីខុសទេអត់ដឹងថាចិត្តយើងចង់បានអីទេពេលខ្លះកាយយើងដូចពងតែនិយាយចឹងកាយយើងចង់បានឲ្យពុទ្ធបរិស័ទហ្នឹងគាត់ដឹងតែសួរថាតើមើលកន្លែងមួយចិត្តយើងតែចិត្តយើងស្របគ្នាអត់អញ្ចឹងបានព្រះអង្គឲ្យមានសមាធិហ្នឹងទៀតហើយនៅក្នុងអត្ថន័យសមាធិបើនិយាយអំពីតួនៃសមាធិគឺវាមានកុសលច្រើនកណាលើកមកអញ្ចឹងមានន័យថាពុទ្ធបរិស័ទពេលខ្លះគាត់រំលើងដូចថាឥឡូវយើងរក្សាសិលណាសិល10នៅត្រង់ណាសិល10លុះត្រាតែចិត្តយើងស្ងប់រងាប់តែបើចិត្តយើងអត់ស្ងប់រងាប់បានទៅរក្សាសិលមិនបានហើយសមាធិនឹងដូចគ្នាជាតួនៃសិលជាតួរក្សានៅសិក្ខាបទខាងដើមវិញនេះបើយើងអត់មានសមាធិទេសិលរបស់យើងនឹងយើងអត់ដឹងថានឹងវិសុទ្ធសិលឬក៏មិនដឹងមកយើងអត់ដឹងទេមិនចឹងយើងគ្រាន់តែបានស្ដាប់ហើយអត់បានសិក្សាអំពីខ្លួនឯងយើងមិនដឹងថាយើងប្រតិខុសហើយពេលណាយើងសមាធិយើងនឹងមើលឃើញលំអិតនៃសិលហ្នឹងហើយ
ព្រោះផ្លូវទាំងអស់ហ្នឹងគឺជាផ្លូវមួយដែលបុគ្គលគ្រប់រូបហ្នឹងត្រូវតែរៀនធ្វើតិចក្តីច្រើនក្តីដើម្បីសុខភាពដើម្បីសុខភាពផ្លូវកាយហើយផ្លូវចិត្តផងព្រោះសិលសមាធិបញ្ញាអញ្ចឹងមានន័យថាប្រពេលណាយើងធ្វើនៅសមាធិយើងដោះនៅជាមួយដោះនៅតែថេចេញមួយគឺលែងការប្រកាន់ដែររូបកាយហ្នឹងជារបស់គេយើងប្រកាន់យកមានអីទៀតទេយើងមានតែខ្យល់ចេញចូលគាត់បានតែមិនដឹងប៉ុណ្ណឹងតែបានកើនទៅដល់បញ្ញាបានដល់ស្អីទៅហើយបើនិយាយឲ្យសង្ខេបខ្លីមកបើអត្តន័យសមាធិគឺបានដល់3សិលសមាធិនិងបញ្ញាហើយបើនិយាយអំពីទៅដល់ទ្រង់នៃពុទ្ធសាសនាគឺច្រើនមែនទែនដែលយើងមិនអាចពណ៌នាបានសូម្បីតែគម្ពីរព្រះអភិធម្មដែលព្រះអង្គតាក់តែងមកដែលយើងមិនអាចបានប្រមាណបានហ្នឹងណាគាត់ចេញអំពីសមាធិហ្នឹងដែរចេញពីសមាធិហ្នឹងទេហើយដល់ពេលមេឃនេះថ្ងៃនេះដូចធម្មកថានេះដល់មេឃគ្លៀងអញ្ចឹងបន្តទៀតហ្នឹងចឹងណាកណាអញ្ចឹងសូមបកស្រាយចាំមុនបន្តនៅវគ្គមិនជឿថាមេឃគ្លៀងហើយគាត់មិនដឹងណាកណាអញ្ចឹងសូមមកស្ការពលាអញ្ចឹង